ព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ថ្លៃព្រះសង្ឃនៃព្រះសាសនាហើយសូមបវន្ទីអារាធនីព្រះករុណាសំដែងធម៌ទេសនាប្រងបណ្ដាពុទ្ធបរិស័ទដែលមានទុកជាប់នៅទល់អីលើអត់ស្ងប់ស្ងាត់ស្រែកឃ្លៀនមានវិញបាត់អត់រស័តគិតមិនដល់សូមនាងទាំងឡាយបានមកហើយគួរជ្រះថ្លាកំពោកំចចាចចែកគ្នាបែរមុខក្រោយត្បិតយើងទាំងអស់គ្នាសុទ្ធតែជាមានទុកភ័យព្រមស្ដាប់ចាប់យកនៃព្រះធម៌ថ្លៃគ្រានេះហងសូមអនុមោទនាស្ដាប់ព្រះធម៌ទេសនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนัตยัสสะวันเตมิตูประบังกุมอังขยมประกาศนาอัตมาเพียบสมเลกำบองอัญชลีหัตถานมัสการกระถวายบังกุมจมปัวคนในประรัตนตรัยตั้งใบแต่เมียในพุทธรัตนะธรรมรัตนะนังประสังขรัตนะดาวสิกได้กรบนังดาวสิกได้จรัทลาอย่างไกลเลงสมนมัสการกราบไหว้บังคมจมปัวสมได้ประสังคเรียสมได้ประสังขณยุสมได้ประสังขณยุรองพร้อมแต่งพระมันไตรสังกรุบธนานุกรรมในประเทศเจียในจักรกัมพูชีดาวสิกได้กรบจรัทลาส
សូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូព្រះវិចិត្រកាវត្តពុំម៉ៅព្រះរាជាគណៈថ្នាក់កិត្តិយសព្រះអង្គគ្រូព្រះអនុគុណស្រុកជើងព្រៃដោយសេចក្តីគោរពជ្រះថ្លាយ៉ាងក្រៃលែងសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូព្រះគ្រូចាតិកាវត្តពោធិវង្សហៅវាំងវត្តត្រពាំងកក់ព្រះអង្គគ្រូឈួនសុក្រិនដែលព្រះអង្គគ្រូជាព្រះបិតាសង្ឃក្នុងវត្តត្រពាំងកក់នេះទាំងមូលព្រមទាំងជាព្រះធម្មធរគុណនៃសាលានុគុណស្រុកជើងព្រៃដោយសេចក្តីគោរពជ្រះថ្លានមស្ការចំពោះព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមទាំងអស់នៃសាលានុគុណស្រុកជើងព្រៃដោយសេចក្តីជ្រះថ្លាផងដែរដែលព្រះអង្គគ្រូគ្រប់ព្រះអង្គបាននិមន្តមកចូលរួមជាអធិបតីនៅក្នុងអង្គពិធីចម្រើននៅព្រះបរិត្តនាបុណ្យពុទ្ធាពិសេសកាន់អង្គនឹងឆ្លងសម្ពោធឆ្លងនៅសមិទ្ធផលនានាដែលស្ថិតនៅក្នុងវត្តពោធិវង្សហៅត្រពាំងកក់នេះដោយសេចក្តីជ្រះថ្លាផងដែរនាវេលាគ្រាឱកាសនេះទូព្រះបង្គំខ្ញុំបកណាអាត្មាភាពក៏សូមចម្រើនពរដល់ឥសរាធិបតីសម័យដើមទៀនប្រធានដើមបុណ្យព្រមទាំងឯកឧត្តមលោកជំទាវអស់លោកប្រុសលោកស្រីអគ្គមហាបាសកអគ្គមហាបាសិកាមហាបាសកមហាបាសិកានិងឧបាសកឧបាសិកាពុទ្ធបរិស័ទនាមិកជនប្រុសស្រីគ្រប់រូបទាំងអស់ដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីបុណ្យពុទ្ធាពិសេសកាន់អង្គនិងសម្ពោធឆ្លងសមិទ្ធផលក្នុងវេលាគ្រាឱកាសនេះដោយសេចក្តីរាប់អានតតីអំពីការនមស្ការនិងចម្រើនពរដល់សង្ខេបបែបយ៉ាងខ្លីនេះតទៅទូព្រះបង្គំខ្ញុំព្រះករុណាអាត្មាភាពនឹងបានលើកយកនៅប្រធមមកថ្លាថ្លែងសម្ដែងចែកជូនជាធម្មទានដល់អស់លោកពុទ្ធបរិស័ទប្រុសស្រីនៅក្នុងវេលាគ្រាឱកាសនេះដោយសេចក្តីជ្រះថ្លាគ្រប់គ្នាសូមប្រគេនពរនិងចម្រើនពរហើយសាធវោសាធុសប្បុរសពុទ្ធបរិស័ទប្រុសស្រីទាំងឡាយដែលបានអញ្ជើញមកស្ថិតនៅក្នុងនាឧបដ្ឋានសាលាវត្តពោធិវង្សហៅវត្តត្រពាំងកក់នៅវេលាគ្រាឱកាសនេះពុទ្ធបរិស័ទប្រុសស្រីសុទ្ធសឹងតែជាអ្នកមានសទ្ធាជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនាយ៉ាងក្រៃលែងដែលបានរៀបចំតាក់តែងចាត់ចែងឡើងនៅតយទានតយវត្ថុទាំងឡាយប្រម៉ែប្រមូលផ្សាយផ្សំមកដើម្បីរៀបចំនៅក្នុងកម្មវិធីបុណ្យកាន់អង្គនីមួយដោយសេចក្តីជ្រះថ្លាជាពុនពេកដែលញាតិញោមពុទ្ធបរិស័ទខ្លះក៏បានផ្សាយផ្សំលក់វត្ថុចេញទិញវត្ថុចូលទម្រាំតែនឹងបានទៅចាត់ចែងជាស្បង់កតេខ្នើយភួយមុងដែលបិចសិភៅសពុតសាដកជាដើមមកដើម្បីប្រគេនដល់ព្រះសង្ឃនោះគឺកើតចេញអំពីកម្លាំងសទ្ធាជ្រះថ្លាអាស្រ័យហេតុដូច្នេះហើយនៅក្នុងវេលាគ្រាឱកាសនេះអាត្មាភាពក៏មានភារៈភ្នាក់ងារនិងប្រកាសសម្ដែងពធទេសនានេះដែលក៏នឹងលើកយកនៅក្នុងនៃសេចក្តីនៃពិធីបុណ្យខ្លះហើយជាពិសេសគឺផ្ដោតទៅលើធម្មគោរពនៅក្នុងវេលាគ្រាឱកាសនេះឲ្យញាតិញោមពុទ្ធបរិស័ទបានយល់ជ្រុលជ្រាបអំពីព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធដែលហេតុថាកម្មវិធីបុណ្យរបស់យើងបានប្រព្រឹត្តទៅរហូតដល់ទៅ2យប់3ថ្ងៃឯណោះណាអញ្ចឹងម្ល៉េះហើយញាតិញោមដែលពុទ្ធបរិស័ទយើងណាចំណាយពេលវេលាយូរនៅក្នុងការចូលរួម
ណាត្រាំត្រែងចាត់ចែងនៅក្នុងពិធីបុណ្យនេះអញ្ចឹងប្រកាសណាស់នឹងចង់ដឹងថាបុណ្យឆ្លងសមិទ្ធផលផ្សេងក៏ដូចជាបុណ្យនៅក្នុងឱកាសពេលនេះហ្នឹងបានផល្លានៃសង្ឃបុណ្យហ្នឹងបែបម៉េចណាអញ្ចឹងហើយអាត្មាចង់ចម្រើនពរប្រកេនជូនញាតិញោមនៅក្នុងកម្មវិធីបុណ្យយើងនេះគឺប្រពរហូតដល់ទៅ2យប់3ថ្ងៃណាដូច្នេះហើយប្រធមវិសេសទេសនាដែលជាប់ពាក់ព័ន្ធទៅនឹងពិធីបុណ្យពុទ្ធាពិសេសកាន់អង្គនិងសម្ពោធឆ្លងនិងផ្សារភ្ជាប់នៅក្នុងក្រែថ្ងៃស្អែកដែលឡែកនៅក្នុងឱកាសថ្ងៃនេះអាត្មាភាពនឹងបានលើកយកអំពីកិច្ចយវត្តតតងទៅនឹងកិច្ចប្រតិបត្តិគោរពចំពោះព្រះពុទ្ធសាសនាដែលញោមញាតពុទ្ធបរិស័ទបានអញ្ជើញមកចូលរួមចាត់ចែងក្នុងពិធីបុណ្យកាន់អង្គនេះនៅពិតប្រាកដណាស់ញោមញាតពុទ្ធបរិស័ទយើងណាប្រកាសជាអ្នកជឿជាក់ទៅនៅក្នុងគុណនៃព្រះរតនត្រ័យនឹងឯងណាអញ្ចឹងញាតិញោមបានអញ្ជើញមកហ្នឹងឃើញថាច្រើនក្រៃលែងហើយសប្បាយចិត្តក្នុងបុណ្យនេះញាតិញោមណាសប្បាយណាស់ជ្រះថ្លាណាស់រីករាយណាស់ណាបើមិនសប្បាយមិនជ្រះថ្លាមិនរីករាយទេមិនអញ្ជើញមកច្រើនកុសកអញ្ចឹងទេមែនទេញោមណាណានេះជាការស្រឡាញ់ជាទឹកចិត្តដ៏ធំធេងចំពោះព្រះអង្គគ្រូព្រះបិតាសង្ឃផងជាការជ្រះថ្លាទៅនៅក្នុងគុណនៃព្រះរតនត្រ័យផងមែនទេញោមណាណាអញ្ចឹងញាតិញោមពិតប្រាកដណាស់នឹងចង់ដឹងថាការដែលយើងបានបូជាចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃហ្នឹងនឹងបានអានិសង្ឃដូចម្ដេចអញ្ចឹងឯងញោមណាយើងគោរពបូជាសពថ្ងៃនេះឈ្មោះថាជាអ្នកកាន់ព្រះពុទ្ធសាសនានៅក្នុងព្រះពុទ្ធសាសនាយើងណាមានព្រះរតនត្រ័យ3ដែលលោកឲ្យឈ្មោះថាជាត្រៃរតនៈជាទីពឹងទីរលឹកសម្រាប់យើងគ្រប់គ្នាគោរពបូជាទាំងព្រះសង្ឃក្តីទាំងញាតិញោមពុទ្ធបរិស័ទប្រុសស្រីក្តីសុទ្ធសឹងតែគោរពបូជានៅព្រះរតនត្រ័យទាំង3នោះណាញោមណាព្រះរតនត្រ័យទាំង3ហ្នឹងដែលមានព្រះពុទ្ធរតនៈណាព្រះធម្មរតនៈនិងព្រះសង្ឃរតនៈណាអញ្ចឹងយើងត្រូវមាននៅណាធម្មគោរពការគោរពបូជាណាចំពោះព្រះរតនត្រ័យទាំង3ហ្នឹងដូចជាការបូជានៅព្រះពុទ្ធលោកសម្ដែងថាពុទ្ធបូជាមហាតេជោណាញោមពុទ្ធបូជាមហាតេជោការបូជាព្រះពុទ្ធរមែងមានដៃជះច្រើនហើយញាតិញោមយើងណាអ្នកមុខអ្នកការអ្នកមានទូនាទីតូចធំអីក្តីហ្នឹងគឺតែងតែប្រាថ្នានៅដៃជះហ្នឹងហើយញោមហើយដៃជះហ្នឹងអីគេញោមណាដៃជះហ្នឹងលោកប្រែមកថាកម្លាំងអញ្ចឹងកម្លាំងនេះវាមានច្រើនយ៉ាងណាញោមញាតិញោមពុទ្ធបរិស័ទយើងអាចបានឡើងទូនាទីតូចធំទៅជាឯកឧត្តមលោកជំទាវលោកអុកញ៉ាជាដើមក្តីហ្នឹងក៏ដោយអំណាចនៃដៃជះហ្នឹងដែរណាដូចញាតិញោមធ្លាប់ឮងាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអញ្ចឹងលោកមានថាពាក្យថាដៃជោណាអញ្ចឹងដៃជោហ្នឹងគឺមកពីដៃជះហ្នឹងឯងណាអញ្ចឹងពាក្យថាដៃជះហ្នឹងគឺកម្លាំងនៅក្នុងព្រះពុទ្ធសាសនាយើងលោកសម្ដែងថាកម្លាំងនេះឯងមាន5យ៉ាងញោមញាតិញោមចង់ដឹងហ៎ញោមណាបើញាតិញោមបូជាទៅនៅក្នុងកម្លាំងទាំងឡាយ5ហ្នឹងប្រកាសណាស់ញាតិញោមកើតជាតិណាមិនចេះក្រមិនចេះលំបាកទេព្រះពុទ្ធព្រះអង្គសម្ដែងថាសីលដៃជះគឺសិលណាសិលហ្នឹងមានឫទ្ធានុភាពដៃជះហ្នឹងក្រៃលែងណាស់ញោមញាតិញោមយើងធ្លាប់តែមើលរឿងយុទ្ធសិលគេខ្លាំងមែនទេញោមណាគេជប់មកខ្វិចហ្នឹងបាននេះបាននោះមួយប៉ុន្តែសីលដៃជះគឺសិល
ណាសិលគឺជាសិក្ខាបទដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្ញត្តិទុកមកសម្ដែងទុកមកនេះរមែងមានដៃជានុភាពខ្លាំងជាងនឹងទៅទៀតណាអញ្ចឹងបានលោកឲ្យឈ្មោះថាសីលដៃជះគឺសិលហើយសិលនឹងមានដៃជះដូចម្ដេចញាតិញោមបានសមាទានសិលលំបាញ់មិញបានសូត្រខាងចុងញាតិញោមសូត្រថាម៉េចបើណាតបពីប្រសង់លោកឲ្យមកណាឲ្យញាតិញោមយើងយកទៅបដិបត្តិចុងក្រោយលោកថាសីលេនអ្នកសុកតੰយន្តិសីលេនអ្នកភូកសម្បទាសីលេនអ្នកនិពុតੰយន្តិតាស្មាសីឡាំងវិសោថយេណាញោមណាហើយញាតិញោមដឹងថាប្រែថាម៉េចទេនោះញាតិញោមណាសូត្ររាល់ថ្ងៃសូត្ររាល់សិលមែនទេញោមណាស្រួមមិនដឹងថាប្រែថាម៉េចទៀតហ្នឹងណាអញ្ចឹងអានៃសង្ឃនៃសិលហ្នឹងណាញោមលោកសំដែងថាណាសីលេនអ្នកសុកតੰយន្តិសិលរមែងតែងនាំយើងទៅកើតនៅក្នុងឋានសួគ៌ណាញោមណាបើស្លាប់អំពីលោកនេះទៅកាន់លោកខាងមុខទៀងប្រកាសណាស់បុគ្គលអ្នកមានសិលហ្នឹងបានទៅកាន់សុគតិភពញោមមិនធ្លាក់ទៅនរកអវិជ្ជ័យអបាយភូមិអីទេអញ្ចឹងបានទៅរាល់កិច្ចកម្មវិធីបុណ្យនីមួយហ្នឹងគេតែងតែឲ្យសមាទានសិលជាខាងដើមហើយញាតិញោមដែរផ្លេចសិលហ៎ញោមណាអត់ដែរផ្លេចទេមែនទេញោមណាហ្នឹងហើយតែងតែសមាទានសិលរហូតមកទោះថាយូរម្ដងក្តីណាឬក៏ញឹកញយក្តីសុទ្ធសឹងតែជាអ្នកមានសិលទាំងអស់ហើយក្នុងព្រះពុទ្ធសាសនាយើងព្រះពុទ្ធព្រះអង្គសម្ដែងថាបុគ្គលអ្នកដល់នៅត្រៃសរណគមជាទីពឹងទីរលឹកហ្នឹងហើយមាននៅសិក្ខាបទសិលជាប់ក្នុងខ្លួនហ្នឹងសិល5ក្តីសិល8ក្តីណាឈ្មោះថាជាបុគ្គលដ៏ប្រសើរក្នុងលោកណាញោមណាជាបុគ្គលដ៏ប្រសើរណាញោមណាលោកឲ្យនាមថាជាឧបាសកឧបាសិកាហើយបើមិនទាន់មានសិលទេញោមបើគេហៅយើងថាឧបាសកឧបាសិកាហ្នឹងដូចរអ៊ីសខ្លួនមែនទេមែនញោមមែនអត់ញោមណាព្រោះថាពាក្យថាឧបាសកឧបាសិកាហ្នឹងអ្នកលះបង់អ្នកទទួលយកអ្នកកាន់យកនៅត្រៃសរណគមជាទីពឹងទីរលឹកហើយបើយើងមិនទាន់បានសមាទានសិលមិនទាន់បានលះបង់មិនទាន់ចេះបរិច្ចាគទានផងតែឲ្យគេហៅថាឧបាសកឧបាសិកាហ្នឹងក៏មិនបានដែរអញ្ចឹងញាតិញោមយើងសិតតែមានសំណាងហើយណាដែលទៅណាមកណាគេហៅថាលោកយាយឧបាសិកាលោកយាយឧបាសិកានេះស្អាតដល់ហើយណោះអញ្ចឹងហ៎ញោមហ្នឹងគេសរសើរអញ្ចឹងហើយស្អាតហ្នឹងស្អាតដោយអីញោមណាស្អាតដោយសិលណាញោមណាស្អាតដោយគុណធម៌ណាញោមណាមែនទេមែនញោមហ្នឹងអញ្ចឹងវាល្អឥតខ្ចោះអញ្ចឹងអញ្ចឹងបានលោកថាសិលហ្នឹងរមែងនាំឲ្យកើតឋានសួគ៌សិលនេះនាំឲ្យយើងបរិបូរណ៍ដោយភោគៈសម្បត្តិគឺទ្រព្យញាតិញោមសពថ្ងៃធ្វើបុណ្យធ្វើទានហ្នឹងមិនដែរប្រាថ្នាអីទេសូមឲ្យខ្ញុំហ្នឹងបានសុខសូមឲ្យខ្ញុំនឹងរកស៊ីមានបានតិចតិជុំសុខកដុំរមនីមិនចឹងឯងញោមណាហ្នឹងណាសូមឲ្យរកស៊ីមានបានហើយដល់ទៅពេលសូមឲ្យរកស៊ីមានបានចឹងទៅតែយើងភ្លេចសិលរកស៊ីមានបានឯងញោមព្រោះសិលហ្នឹងលោកសំដែងថាអានិសង្ឃទី2ក្នុងសិលហ្នឹងអ្នករក្សាសិលហ្នឹងរមែងបរិបូរណ៍ដោយភោគៈសម្បត្តិគឺទ្រព្យផ្ទះធំទំនំខ្ពស់ផ្ទះវិឡាលុយឡានទំនើបអីហ្នឹងដោយអំណាចនៃសិលហ្នឹងដែលឲ្យផលមកតើណែញាតិញោមញាតិញោមអើយណាស្ដាប់បានណាអញ្ចឹងប្រាថ្នាទៅណាប៉ុន្តែកុំភ្លេចសិលណាញោមណារក្សាសិលឲ្យបានខ្ជាប់ខ្ជួនដែលជះគឺសិលហ្នឹងញោមទៅណាមកណាអត់មានអ្នកណាបៀតបៀនយើងបានទេណាញោមណាសំបីតែពពួកអមនុស្សពពួកទេវតាក៏លោកស្រឡាញ់រាប់អានបីបាច់ថែរក្សាយើងដែរណាញោមណាអត់មានអ្នកណាមួយមកបៀតបៀនយើងសេចក្តីអន្តរាយណាមួយចូលមកបៀតបៀនដល់យើងបានទេនឹងបុគ្គលអ្នកមានសិលហ្នឹង
ទី3លោកថាសិលនឹងឯងរមែងបានទៅកាន់ទីបរមសុខពោគឺព្រះនិព្វានណាញោមណានិព្វាននឹងឯងគឺជាទីកន្លែងដែលសុខស្ងប់ពុំមានការកើតការចាស់ការឈឺការស្លាប់ទៀតទេញោមចង់ទៅហ៎ចង់ទៅហ៎ញោមណាចង់ទៅនិព្វានណានឹងធ្វើបុណ្យរាល់ថ្ងៃហ្នឹងណាញាតិញោមនិព្វាននេះសំខាន់ណាញោមណាព្រះពុទ្ធព្រះអង្គចាប់ផ្ដើមប្រាថ្នាព្រះនិព្វានអស់4អសង្ខ័យកម្រៃមួយសែនកាប់ទម្រាំតែព្រះពុទ្ធព្រះអង្គបំពេញបារមី4អសង្ខ័យកម្រៃមួយសែនកាប់ហ្នឹងបានត្រាស់ទៅជាព្រះពុទ្ធនឹងរួចផុតចាកទុក្ខហើយចុះបើយើងឥឡូវនេះមិនទាន់តាំងចិត្តមិនទាន់ប្រាថ្នាផងកាលណារួចទុក្ខលោកអើយណាញោមណាប្រាថ្នានិព្វានអត់ខុសទេញោមធ្វើបុណ្យប្រាថ្នាព្រះនិព្វានខុសពីការធ្វើបុណ្យប្រាថ្នាឋានសួគ៌ណាញោមណាបើយើងធ្វើបុណ្យប្រាថ្នាឋានសួគ៌ហ្នឹងនៅតែវល់នៅក្នុងសង្សារវដ្តហ្នឹងកើតចាស់ឈឺស្លាប់ហ្នឹងដដែលហ្នឹងញោមជួបទុកដដែលហ្នឹងចេះចំចេះហើយទេហើយដល់តែយើងប្រាថ្នានិព្វានលែងមានការកើតចាស់ឈឺស្លាប់សោយសុខតែមួយយ៉ាងបងអត់មានដេកពិបាកចិត្តកើតទុកភ័យព្រួយបារម្ភខ្លាចអត់លុយចាយអីចឹងទេណាញាតិញោមពិបាកចិត្តជាងគេឥឡូវហ្នឹងពិបាកចិត្តរឿងអីញោមញាតិញោមពិបាកចិត្តរឿងអីជាងគេរាល់ថ្ងៃហ្នឹងជំងឺដាច់លុយហ្នឹងគឺថាពិបាកអើយពិបាកហើយញោមណាហ្នឹងហើយជំងឺដាច់លុយហ្នឹងពិបាកជាងជំងឺឈឺកាយហ្នឹងទៅទៀតហ្នឹងអញ្ចឹងបានថានៅក្នុងโลกនេះណាញាតិញោមបើយើងនៅតែមានការជាប់ជំពាក់នៅការកើតការចាស់ការឈឺការស្លាប់ហ្នឹងណាវានៅតែជួបរឿងដដែលហ្នឹងមិនចេះចាប់មិនចេះហើយទេចឹងញាតិញោមប្រាថ្នានៅព្រះនិព្វានបានរួចផុតចាកទុក្ខទាំងពួងហើយសាធវញាតិញោមសាធុសប្បុរសពុទ្ធបរិស័ទប្រុសស្រីទាំងឡាយនេះគឺជាសីលដៃជះគឺសិលធម្មដៃជះគឺធัวញាតិញោមបានដល់នៅធัวហើយឬនៅញាតិញោមស្គាល់ធัวហើយញោមញាតិញោមស្គាល់ធัวហ៎មានធัวក្នុងខ្លួនទេហ្នឹងមានទេណាមានតែពាក្យថាខន្តីមួយជាប់ក្នុងខ្លួនហ្នឹងក៏ឈ្មោះថាមានធัวដែរតែណាញោមណាលោកសំដែងថាខន្តីជាតបៈធัวដល់ឧត្តមហើយចុះបើប៉ះឆាវអាហ្នឹងខន្តីបានទេញោមអត់បានទេគេប៉ះបន្តិចឆាវគេប៉ះបន្តិចឆាវហ្នឹងអត់មានខន្តីទេណាយាយណាហើយយើងវ័យកាន់តែចាស់កាន់តែជរាទៅមុខហើយអញ្ចឹងហើយអត់មានអីទេក្រៅអំពីការរស់នៅជាមួយធម៌ទៅបានសេចក្តីសុខទាំងផ្លូវកាយផ្លូវចិត្តណាញោមបើយើងរស់នៅប្រះចាកធម៌ហើយណាញោមគេជេរក៏យើងខឹងគេគេនិន្ទាក៏យើងខឹងគេណាញោមណាអញ្ចឹងពិបាកចិត្តនឹងកើតទុកតែខ្លួនឯងហ្នឹងគេអត់មានមកពិបាកចិត្តកើតទុកជំនួសអីទេញាតិញោមមើលតែព្រះអង្គគ្រូប្រចោតកាទៅញោមនឹងប្រភពអត់កើតទុកទេបានតែមូលតលំហ្នឹងញោមណាញោមណាស្គមហើយកើតទុកពេកហើយមកទៅព្រះអង្គគ្រូមិនសូវពិបាកចិត្តអីច្រើនទេឲ្យតែញោមអញ្ជើញមកពេញសាលាអញ្ចឹងប្រភពរីកស្គុលណាញោមណាគេថារីកដូចអីញោមហ្នឹងហត់ហ្នឹងហើយញោមហត់នឿយជាធម្មតាណាប្រសង់ជាព្រះបិតាសង្ឃគ្រប់ទីវត្តអារាមទាំងអស់លោកនឿយហត់នៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាប្រសង់គ្រប់គ្រងប្រសង់ដឹកនាំប្រសង់ហត់នឿយណាស់ញោមអីព្រះអង្គគ្រូជាព្រះមន្ត្រីសង្ឃទៅទៀតរឹតតែនឿយប្រកាយបើព្រះអង្គគ្រូព្រះអនុគុណវិញញោមព្រះអង្គគ្រូនឿយណាញោមជរាទៅហើយប៉ុន្តែកិច្ចការងារសឹង100ចម្ពុកហើយញោមហើយព្រឹកមិញព្រះអង្គគ្រូនិមន្តទៅខេត្តនោះ
តែចេញដល់ពីខេត្តមកភ្លាមមកត្រឡប់មកបន់លោកគ្រូធម្មធរនេះទៅទៀតអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងហត់ណាស់បើអញ្ចឹងចម្រើនពរញាតិញោមថាធម្មដែកជះនេះដែកជះគឺធម៌នេះល្អណាស់ញោមញាតិញោមយើងតែងតែគិតថាចង់រស់នៅឲ្យបានសុខកុំឲ្យមានអ្នកណាមកបៀតបៀនកុំឲ្យមានអមនុស្សអីមកបៀតបៀនបុគ្គលដែលមានធម៌ដែកជះគឺធម៌នឹងឯងមិនមានអ្នកណាបៀតបៀនយើងបានឡើយអញ្ចឹងមុននឹងសម្រានអីនមស្ការបរតនត្រ័យផងណាញោមណាបើមិនចេះសូត្រអីនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈតែប៉ុណ្ណឹង3ចប់សម្រានដល់ញោមលក់ភ្លឹងទល់ភ្លឺណាញោមណាហ្នឹងហើយតែផ្លិចឡើងដាំបាយឲ្យចៅខឹងទៀតនឹងអត់ចេះយោសពយោសងសបិនអាក្រក់អីទេញោមអ្នកដែលបានដល់នៅព្រះរតនត្រ័យហ្នឹងណាស្ងប់ក្នុងចិត្តក្នុងអារម្មណ៍នឹងឯងដល់ទី3លោកសំដែងថាគុណដែកជះគឺគុណគឺការដឹងគុណញាតិញោមបានដឹងគុណពុទ្ធទេញោមដឹងគុណពុទ្ធទេរាល់ថ្ងៃណាពុទ្ធព្រះអង្គមានគុណចំពោះយើងធំណាស់ញោមណាថ្វីត្បិតថាមេត្តាបិតាជាអ្នកបង្កើតយើងក៏ពិតមែនប៉ុន្តែយើងបានជ្រកក្រោមដំបូន្មានរបស់ព្រះសម្មាសម្ពុទ្ធណាក្រោមពុទ្ធវាទរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសម្ដែងទុកមកឲ្យយើងនឹងឯងคลายទៅជាមនុស្សល្អជាមនុស្សដែលមានគុណធម៌បើអត់មានពុទ្ធទេណាញោមយើងគ្រប់គ្នានឹងមិនដឹងថានៅឯណានៅឯណីទេប្រហែលជាមិនបានមកជួបគ្នានៅសាលាឆាន់ធ្វើបុណ្យធ្វើទានអីចឹងទេហើយមិនបានមកចូលរួមកសាងលបងសាលាអីវត្តពាំងកក់ហ្នឹងទេមែនទេញោមណាគុណពុទ្ធណាញោមព្រះអង្គបង្កើតនៅសាសនាយើងឡើងប៉ុន្តែពាក្យថាព្រះពុទ្ធសាសនាហ្នឹងមិនមែននៅលើកសាងហ្នឹងទេណាញោមណាគាត់តែចង់បញ្ជាក់ថាការដែលយើងជ្រះថ្លាមានធម្មគោរពចំពោះព្រះពុទ្ធពធព្រះសង្ឃហ្នឹងទៅយើងជ្រះថ្លាក្នុងការបូជាតើណាញោមណាដោយកសាងសាលាឡើងធំទំនំខ្ពស់ហ្នឹងដោយសារអីយើងជ្រះថ្លាជាមួយគុណព្រះពុទ្ធជ្រះថ្លាជាមួយគុណព្រះធម៌ជ្រះថ្លាជាមួយគុណព្រះសង្ឃបានយើងនាំគ្នាបូជាមែនទេញោមណាមិនមែនលោកអស់ទាញមិនមែនលោកដឹកនាំមកធ្វើលោកធ្វើអីធំហ៎អត់ប្រយោជន៍ទេដឹងថាប្រើអីអត់ទេនេះដោយសារទាំងប្រសង់ទាំងពុទ្ធបរិស័ទជ្រះថ្លាជាមួយនឹងគុណព្រះរតនត្រ័យហើយបូជាណាញោមណាសម័យព្រះណាញោមគេបូជាលើសហ្នឹងទៅទៀតវត្តមួយគេកសាងតែឯងញាតិញោមធ្លាប់ឮហ៎ណានាងឧបាសិកាវិសាខាលោកកសាងវត្តពុព្វារាមមួយតែឯងណាញោមឲ្យភិក្ខុនៃគង់នៅហ្នឹងរហូតទៅឯវត្តពុព្វារាមហ្នឹងនៅដល់សព្វថ្ងៃញោមនៅខាងក្រោយវត្តចេតពុននៅប្រទេសឥណ្ឌាហើយដល់តែវត្តចេតពុនហ្នឹងណាអនាថបណ្ឌិកសេដ្ឋីលោកកសាងវត្តចេតពុនហ្នឹងតែឯងញោមញាតិញោមណាហើយមានញោមណាហ៊ានកសាងវត្តមួយតែឯងចឹងហ៎មានទេញោមណាបើញោមណាមានចេញមុខមកសុំស្គាល់ផងអញ្ចឹងបានថាសទ្ធាលោកជ្រះថ្លាក្នុងការបូជាព្រះរតនត្រ័យណាញោមណាញាតិញោមជើញមកមានអ្នកបខំហ៎អត់ទេគ្រាន់តែលោកជូនដំណឹងគណៈកម្មការជូនដំណឹងបុណ្យទៅយើងកើតចិត្តជ្រះថ្លាសប្បាយចិត្តក្នុងការមកបំពេញបុណ្យហើយបុណ្យនេះយើងធ្វើឲ្យខ្លួនឯងឲ្យធ្វើឲ្យអ្នកណាញោមធ្វើឲ្យខ្លួនឯងមិនមែនធ្វើឲ្យព្រះអង្គគ្រូឯណាញោមបានបុណ្យមកខ្លួនឯងអញ្ចឹងហើយញាតិញោមយើងត្រូវដឹងគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃលោកឲ្យឈ្មោះថាគុណដែកជះការដឹងគុណហើយការដឹងគុណហ្នឹងបុគ្គលហ្នឹងមិនចេះសាបសូន្យទេញោមណាដឹងគុណព្រះពុទ្ធណាញោមកើតជាតិណារមែងคล้ายទៅជាបុគ្គលអ្នកមានសមាទិដ្ឋិកើតនៅក្នុងវងតកោកហបតីឬសទ្ធិញោមចង់បានណា
ណាកុំឲ្យកើតមកក្រដោយចិត្តនឹងទៀតលោកអើយចឹងណាជាប្រាថ្នាចឹងធ្វើបន់ញោមខ្លះប្រាថ្នាអញ្ចឹងបាទអញ្ចឹងបើចង់បានអញ្ចឹងដឹងគុណពុទ្ធពធព្រះប្រសង្ឃណាញោមណាហ្នឹងហើយទី4លោកសំដែងថាបញ្ញដៃជះគឺបុណ្យបុណ្យនឹងមានអានិសង្ឃខ្លាំងណាស់ញោមលោកសំដែងថាបុណ្យនឹងឯងញោមមានអានុភាពក្រៃលែងទៅបានហ្នឹងអាស្រ័យទៅលើការលាងជំរះនៅសន្តានចិត្តរបស់យើងហ្នឹងឲ្យបានសស្អាតណាញោមណាញាតិញោមយើងមកបុណ្យហ្នឹងស្អាតហើយសម្លៀកបំពាក់ខោអាវណាសំរុំជាអ្នកកាន់ពុទ្ធសាសនាអញ្ចឹងទៅប៉ុន្តែយើងត្រូវស្អាតអីគេញោមស្អាតចិត្តផងណាញោមណាញាតិញោមស្អាតចិត្តផងណាញោមណាបាទនឹងសំខាន់ណាស់ញោមចិត្តតិចចិត្តតិជុំចិត្តសុខដុមរមនាហ្នឹងអាស្រ័យនឹងចិត្តហ្នឹងហើយអញ្ចឹងបានពុទ្ធព្រះអង្គសម្ដែងថាចិត្តតាំងតន្តាំងសុខាវហੰការអប់រំទូមាននៃចិត្តរមែងនាំមកនៅសេចក្តីសុខអញ្ចឹងសេចក្តីសុខហ្នឹងពិតប្រាកដណាស់ញាតិញោមជឿធ្វើចិត្តឲ្យតិចថាសុខអើយសុខមែនទេញោមសម្រានលក់ស្រួលអើយស្រួលអត់មានទៅខឹងអ្នកណាទៅស្អប់អ្នកណាទៅនិន្ទាអ្នកណាទៅចំណែនអ្នកណាទេណាញោមសុខណាស់សប្បាយណាស់ក្រៃលែងណាស់មានបណ្ណាយើងសប្បាយចិត្តប៉ុណ្ណឹងទៅហ្នឹងពុទ្ធព្រះអង្គបង្រៀនយើងអញ្ចឹងណាញោមណារីកចូលអ្នកទាំងឡាយរីករាយនៅអ្វីដែលខ្លួនមានណាអ្វីដែលយើងកំពុងមាននឹងបញ្ញដៃជះគឺបុណ្យហ្នឹងមានអានុភាពក្រៃលែងណាស់ណាលោកសំដែងថាណាមាភិកវេបញ្ញាណੰណាតាយិដ្ឋៈសុខាសេតាំងភិកវេអធិវតនੰអដ្ឋាសៈកន្តសៈបយាសៈមនីបាសៈយតិទាំងបញ្ញានិលោកសំដែងថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកុំខ្លាចបុណ្យឡើយមនាលភិក្ខុទាំងឡាយព្រោះពាក្យថាបុណ្យនេះជាឈ្មោះនៃសេចក្តីសុខដែលជាទីប្រាថ្នាជាទីត្រេកអរនិងជាទីស្រឡាញ់ជាទីពេញចិត្តនៃយើងគ្រប់គ្នាមែនទេមែនញោមអ្នកធ្វើបុណ្យហ្នឹងគេស្អប់អត់ទេមានណាគេមកស្អប់មនុស្សល្អទេមែនទេញោមណាហ្នឹងហើយមានតែបុគ្គលពីលទេដែលនិន្ទាជនជាបានបណ្ឌិតអញ្ចឹងយើងអ្នកធ្វើបុណ្យនេះញោមឈ្មោះថាជាបណ្ឌិតទាំងអស់បណ្ឌិតក្នុងពុទ្ធសាសនាលោកសំដែងថាអ្នកយល់ធម៌នេះឈ្មោះថាបណ្ឌិតដែរញោមណាអ្នកយល់ធម៌ហ្នឹងឯងអញ្ចឹងញាតិញោមសន្សំម្ដងបន្តិចទៅយើងជ្រះថ្លារឿយទៅអញ្ចឹងធ្វើបុណ្យធ្វើទានហ្នឹងយើងដោយការជ្រះថ្លាជាមួយព្រះរតនត្រ័យអញ្ចឹងខាងដើមមិញហៅថាពុទ្ធបូជាមហាតេជោការបូជាពុទ្ធរមែងមានដៃជះច្រើនដៃជះ5យ៉ាងណាញោមចុងក្រោយលោកសំដែងថាណាបញ្ញាដៃជះណាញោមណាបុគ្គលអ្នកមានបញ្ញានេះណាញោមញាតិញោមហើយចុះបើឧទាហរណ៍ថាយើងឡើងអុកញ៉ាហើយចុះល្ងងអើយល្ងងឲ្យគេឲ្យឡើងអុកញ៉ាទៅធ្វើអីកើតទេញោមកើតទេអត់ទៅលេងដោយសារយើងខ្វះបញ្ញាអញ្ចឹងលោកសំដែងថាបុគ្គលអ្នកមាននៅបញ្ញាដៃជះនេះរមែងមានកម្លាំងមានឫទ្ធានុភាពហើយបើថាយើងមានទូនាទីតូចធំអីហើយមានបញ្ញាផ្សំជាមួយទៀតឈ្នះអស់មាសត្រូវតើណាញោមណានឹងសំខាន់ណាស់ពុទ្ធព្រះអង្គថាឲ្យយើងត្រូវមានបញ្ញាហើយធ្វើម៉េចដើម្បីបានបញ្ញាត្រូវសិក្សារៀនសូត្រជាយាមប្រឹងប្រែងជាពិសេសឧស្សាហ៍សិក្សាស្ដាប់ធម៌ណាញោមណាលោកសំដែងថាការស្ដាប់នៅព្រះធម៌នេះឯងរមែងបាននៅបញ្ញាកើតជាតិណាថាចាំស្ទាត់ដូចគេសូត្រចឹងណាញោមរៀនអីមកបន្តិចដាក់ចូលអត់ពិបាកទេដល់ពេលយើងដាក់ផ្លេចហ្នឹងដោយសារអីញោមដោយសារយើងហ្នឹងមិនធ្លាប់សន្សំនៅការស្ដាប់ណាញោមណាអញ្ចឹងប្រឹងប្រែងស្ដាប់ធម៌ហ្នឹងអត់ប្រយោជន៍ទេញោមបានទាំងបុណ្យផងបានទាំងបញ្ញាផងបានទាំងប្រយោជន៍ក្នុងโลกនេះផង
ទៅបរៈលោកផងអនុមោទនានឹងទី1លោកសំដែងថាណាការមាននៅធម្មគោរពចំពោះព្រះពុទ្ធណាញោមណាគោរពចំពោះព្រះពុទ្ធទី1អាត្មាភាពចង់លើកដំណើរតាមរឿងមួយឲ្យញាតិញោមបានស្ដាប់ចង់ស្ដាប់ទេញោមចង់ស្ដាប់ទេញោមណាការសម័យពុទ្ធកាលណាញោមមានបរិសម្នាក់គេឲ្យឈ្មោះថាមត្ថកណ្ដលីណាញោមណាស្លាប់លឺទេញោមណាមត្ថកណ្ដលីហ្នឹងណាញោមណាជាអ្នកជ្រះថ្លានៅក្នុងព្រះរតនត្រ័យដែរណាប៉ុន្តែមត្ថកណ្ដលីនឹងឯងបានកើតទៅនៅក្នុងត្រកូលណាដែលមានឪពុកមិនជ្រះថ្លាជាមួយនឹងព្រះរតនត្រ័យទេអញ្ចឹងណាញោមពេលខ្លះមនុស្សយើងកាលណាដែលបន់តិចណាអាបញ្ញដែលជះខាងដើមមិញហ្នឹងណាវាស្ទើរវាអាបន់របស់ខ្លួនឯងហ្នឹងមានប៉ុន្តែទៅកើតទៅក្នុងតកោដែលអ្នកអត់មានអីគេអត់មានបន់បើអញ្ចឹងយើងចម្រើនទេវាត្រូវរីកមួយមុខស្វាត់មួយមុខអញ្ចឹងទៅណាដល់វាអញ្ចឹងមត្តកណ្ដលីហ្នឹងញោមកាលដំណើរដើមឡើយហ្នឹងប្រសាស្តាព្រះពុទ្ធព្រះអង្គទ្រង់ប្ររពចំពោះមត្តកណ្ដលីដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ស្វាត់ម្នាក់ព្រាហ្មណ៍ដែលជាឪពុកហ្នឹងមិនចេះធ្វើបុណ្យមិនចេះធ្វើទានមិនត្រឹមតែប៉ុណ្ណោះទេទ្រព្យសម្បត្តិដែលខ្លួនមានហ្នឹងមិនផ្គត់ផ្គង់គ្រួសារឡើយសំទុកទាំងអស់ញោមដល់ថ្ងៃមួយកូនឈឺអត់យកកូនទៅពេទ្យទេខ្លាចតែពេទ្យហ្នឹងវាយកថ្លៃពេកហើយវាអស់លុយច្រើនអញ្ចឹងណាញោមដល់ពេលអញ្ចឹងទៅមត្តកណ្ដលីហ្នឹងទុកឲ្យកូនដេកឈឺតាមស្រួលទៅហើយដល់តែមើលឈឺអាត្រុតត្រោមរៀបអស់សង្ឃឹមហើយសែងកូនហ្នឹងឯងទៅដាក់រោងខាងក្រោយញាតិញោមទៅដាក់រោងខាងក្រោយញោមទុកឲ្យមត្តកណ្ដលីហ្នឹងដេកអស់សង្ឃឹមស្លាប់ពេលនោះឯងទៅហើយដល់តែពេលហ្នឹងញោមមុននឹងមត្តកណ្ដលីស្លាប់ដឹងមត្តកណ្ដលីហ្នឹងនឹកឃើញអីហ៎ញោមដឹងនឹកឃើញអីហ៎នឹកឃើញប្រាថ្នាជ្រះថ្លាជាមួយនឹងព្រះពុទ្ធប៉ុន្តែអត់បានជួបព្រះពុទ្ធទេញោមប៉ុន្តែជ្រះថ្លាជាមួយពាក្យថាព្រះពុទ្ធហ្នឹងរំលឹកជាមួយគុណព្រះពុទ្ធហ្នឹងរឿយទៅដល់ទៅពេលការនោះឯងញោមមត្តកណ្ដលីនឹងស្លាប់ទៅបានទៅកើតនៅក្នុងទេវលោកឋានសួគ៌ញោមណាគ្រាន់តែដេកនឹកគុណព្រះពុទ្ធហ្នឹងណាហើយដល់ទៅពេលអញ្ចឹងទៅពេលហ្នឹងឪពុកយំយំស្ដាយកូនដល់តែកូនស្លាប់ទៅណាដល់ទៅពេលនោះព្រះពុទ្ធក៏ព្រះអង្គឲ្យមត្តកណ្ដលីហ្នឹងនិមិត្តខ្លួនមកដើម្បីបញ្យល់នៅលោកឪពុកហ្នឹងឲ្យជាអ្នកជ្រះថ្លាជាមួយនឹងព្រះពុទ្ធពធព្រះសង្ឃទៅឲ្យចេះធ្វើបុណ្យធ្វើទានបរិច្ចាគអង្គឯងទៅដល់បញ្យល់ហេតុផលដល់ឪពុករបស់មត្តកណ្ដលីហ្នឹងគាត់ក៏បានយល់ក៏ចាប់ផ្ដើមថ្ងៃស្អែកឡើងហ្នឹងនិមន្តព្រះសម្មាសម្ពុទ្ធជាប្រធានមកថ្វាយទានធ្វើបុណ្យឧទ្ទិសទៅដល់មត្តកណ្ដលីហ្នឹងពេលហ្នឹងក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យមត្តកណ្ដលីហ្នឹងនិមិត្តខ្លួនដែលខ្លួនជាទេវបុត្រហ្នឹងញោមឲ្យឪពុកហ្នឹងឃើញហើយឪពុកហ្នឹងក៏ឆ្ងល់សួរថាបបិទ្ធព្រះអង្គដល់ចម្រើនកូនរបស់ខ្ញុំមិនដែលបានដឹកនាំធ្វើបុណ្យអីសោះហើយហេតុអ្វីបានគាត់ហ្នឹងទៅកើតក្នុងឋានសួគ៌ឆ្ងល់អញ្ចឹងណាញោមអញ្ចឹងមត្តកណ្ដលីហ្នឹងក៏ប្រាប់ថាដោយអំណាចនៃចិត្តជ្រះថ្លារបស់គាត់ជាមួយនឹងព្រះពុទ្ធទើបជាហេតុនាំឲ្យគាត់ហ្នឹងបានទៅកើតនៅក្នុងឋានសួគ៌ពេលហ្នឹងព្រះពុទ្ធក៏ព្រះអង្គសម្ដែងធម៌ទៅណាព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គអធិដ្ឋានចំពោះមត្តកណ្ដលីនឹងឯងនៅបគាថាព្រះអង្គសម្ដែងថាមโนពពាំងកមាធម្មាមโนសេដ្ឋាមโนមយាមនសាជេណាបសន្នេនៈភាសតិវាករោតិវាតតោណੰសុកមនវេតិឆាយាវៈអនុបាសនីណាលោកសំដែងនេះញោមលោកសំដែងថាធម៌ទាំងឡាយមានចិត្តជាប្រធាន
មានចិត្តប្រសើរបំផុតសម្រាប់អំពីចិត្តបើបុគ្គលមានចិត្តជ្រះថ្លាហើយទោះបីជានិយាយក្តីធ្វើក្តីណាក៏ល្អទាំងអស់ព្រោះថាសេចក្តីជ្រះថ្លានោះឯងសេចក្តីសុខនោះរមែងជាប់តាមបុគ្គលនោះដូចជាស្រមោលដែលអន្តោតាមប្រាណយ៉ាងនោះឯងញោមស្រមោលដើរតាមយើងឯងញោមណាតាមយើងរហូតហើយមានញោមណាអត់ស្រមោលទេអត់មានទេញោមណាអាហ្នឹងតែអត់ស្រមោលភ័យហើយញោមភ័យហើយណាអញ្ចឹងលោកសំដែងថាចិត្តទាំងឡាយហ្នឹងមនុស្សយើងទាំងឡាយធัวទាំងឡាយនៅក្នុងโลกនេះហ្នឹងមានចិត្តជាប្រធានសម្រាប់អំពីចិត្តញាតិញោមមានចិត្តជាប្រធានណាមកស្ដាប់ធัวហ្នឹងអ្នកណាឲ្យមកលោកឲ្យមកឲ្យគេចិត្តឲ្យមកចិត្តឲ្យមកញាតិញោមចង់លើកដៃហ្នឹងចិត្តអ្នកឲ្យលើកអីក៏ដៃអ្នកលើកចិត្តអ្នកបញ្ជាអ្នកបុគ្គលអ្នកធ្វើបាបហ្នឹងតែចិត្តបាបអ្នកឲ្យធ្វើអីក៏មនុស្សហ្នឹងអ្នកធ្វើចិត្តអ្នកបញ្ជាទាំងអស់អញ្ចឹងបានព្រះពុទ្ធព្រះអង្គសម្ដែងថាធัวទាំងឡាយនៅក្នុងโลกនេះមានចិត្តជាប្រធានអនុមោទនីអញ្ចឹងបានថាសំខាន់ណាញោមណាត្រូវជាអ្នកជ្រះថ្លាជាមួយនឹងព្រះពុទ្ធដឹងគុណព្រះពុទ្ធទី2ញាតិញោមត្រូវមានធម្មគោរពមួយទៀតគឺការគោរពចំពោះព្រះធម៌ស្គាល់ព្រះធម៌ហើយញោមញាតិញោមស្វាតជេស្វាខាតតោភគវតាធម្មោនោះណាព្រះធម៌នឹងឯងគឺជាធម៌សម្រាប់ចម្លងនៅសព្វសត្តនិកអរុចតុកកុសលក៏ជាធัวអកុសលក៏ជាធัวលោកសំដែងថាកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាអញ្ចឹងធัวហ្នឹងជាកុសលផងជាអកុសលផងជាអព្យាក្រិតគឺធัวហ្នឹងជាកណ្ដាលផងអញ្ចឹងញាតិញោមពុទ្ធបរិស័ទយើងបានស្ដាប់នៅព្រះធម៌នឹងឯងញាតិញោមណាដឹងថាការស្ដាប់ព្រះធម៌ការសិក្សាព្រះធម៌ហ្នឹងបានអីហ៎ញោមការបូជាព្រះធម៌ហ្នឹងដឹងបានអីហ៎ដឹងហ៎ញោមព្រះពុទ្ធព្រះអង្គសម្ដែងថាធម្មបូជាមហាបញ្ញោការបូជាព្រះធម៌រមែងមានបញ្ញាច្រើនដោយដំណើរដើមរឿងរបស់ធម្មិកឧបាសកញោមញាតិញោមធម្មិកឧបាសកហ្នឹងថាស្អាតដូចញោមឧបាសកហ្នឹងអញ្ចឹងធម្មិកឧបាសកហ្នឹងណាញោមគាត់ជាអ្នកជ្រះថ្លាក្នុងបរតនត្រ័យតាំងតែពីក្មេងរហូតដល់គាត់ចាស់ទៅញោមដល់តែថ្ងៃដែលគាត់ចិត្តស្លាប់ហ្នឹងទៅគាត់នៅតែជ្រះថ្លាជាមួយធម៌គាត់បានផ្ដាំកូននឹងឲ្យទៅនិមន្តព្រះភិក្ខុសង្ឃនឹងមកស្វាធ្យាយសតិប្បដ្ឋានសូត្រហើយដល់ទៅពេលប្រសង់ស្វាធ្យាយព្រោះអើយព្រោះជ្រះថ្លាអើយជ្រះថ្លាដូចញោមពងស្ដាប់លោកទេសនាអញ្ចឹងគ្មានដកដង្ហើមបន្តិចទេថាព្រោះអើយព្រោះអញ្ចឹងណាញោមតាមដានស្ដាប់ថាព្រោះលងលោចជាមួយសតិប្បដ្ឋានហ្នឹងស្រាប់តែពេលហ្នឹងឯងទេវតាយករាជរដ្ឋមកទទួលគាត់ណាញោមយកយានទេវតាមកចាំទទួលឯធម្មិកឧបាសកហ្នឹងថាឈប់សិនប្រាប់ទេវតាណាកុំអាតន់យកខ្ញុំទៅអីឈប់ចាំសិនដល់ភិក្ខុសង្ឃលោកស្មានតែឲ្យលោកឈប់សូត្រធម៌ញោមញាតិញោមដឹងមិនហ៎ទៅវត្តអស់លីងទៅវត្តអស់លីងឆាញ់ដល់ទៅពេលហ្នឹងញោមញាក់ដឹងខ្លួនមកពងអព្រោះធัวផងបាត់ប្រសងអស់សួរតែលោកនិមន្តទៅវត្តអស់ហើយឯលោកនោះក៏ឆ្ងល់ទៀតថាមិនក៏ធម្មិកឧបាសកហ្នឹងឲ្យខ្ញុំព្រះអង្គនឹងឈប់សូត្រធัวទទួលសួរប្រពុតញោមព្រះអង្គក៏សម្ដែងថាធម្មិកឧបាសកហ្នឹងប្រាប់ឲ្យទេវតាឈប់សិនកុំទាន់យកគាត់ទៅគាត់ជ្រះថ្លាស្ដាប់ធัวឲ្យចប់សិនអញ្ចឹងបុគ្គលហ្នឹងបើស្លាប់ទៅកើតឯណាញោមទៅកើតឯណា
កើតឋានសួគ៌ព្រោះថាជាអ្នកគោរពនៅព្រះធម៌ណាញោមណាអញ្ចឹងញាតិញោមយើងត្រូវគោរពព្រះធម៌ឲ្យបានល្អិតល្អន់បន្តិចណាញោមណាកុំប្រមាថកុំមើលងាយជាមួយនឹងធម៌ណាព្រះធម៌របស់ព្រះពុទ្ធណាញោមថ្លៃណាស់មិនមានបុគ្គលណាចេះតែយល់បានងាយទេហើយនៅក្នុងសង្គមបច្ចុប្បន្នយើងឥឡូវនេះទៀតសោតបុគ្គលខ្លះអត់ទាំងដែររៀនធម៌ផងប៉ុន្តែយកធម៌ព្រះទៅបកស្រាយហើយដល់បកស្រាយទៅប្រះចាក់ធម៌ទៅញោមណាខុសតបាត់ណាតបាត់ណីទៅអញ្ចឹងបានន័យថាបើបុគ្គលអ្នកនៅជាមួយធម៌ចាំយើងពន្យល់ធម៌បកស្រាយធម៌អញ្ចឹងណាញោមណាបើយើងអ្នកច្រូតស្រូវទេយើងច្រូតតែស្រូវទៅហើយស្ដាប់ទៅសាក់រៀនសាររៀនសូត្រអញ្ចឹងទៅអញ្ចឹងបានថាសំខាន់ណាស់ធម្មគោរពនេះគឺការគោរពជាមួយព្រះធម៌រមែងឲ្យយើងចម្រុងចម្រើនណាញោមដូចអាត្មាលើកខាងដើមថាមួយថ្ងៃស្វាតជាយតែអ្នកមូ3ចប់ហ្នឹងក៏បានសុខចម្រើនដែរញោមបើថាមិនចេះសូត្រអីច្រើនទេមុននឹងទៅណាមកណាសូត្រតែ3ចប់ហ្នឹងមានដំណើរដើមរឿងមួយទៀតអ្នកគោរពធម៌ហ្នឹងណាកងោកពោធិសត្វដែរញោមមុននឹងធ្វើដំណើរទៅណាមកណាគោរពព្រះធម៌ណាញោមស្វាតជាយធម៌រហូតឧត្តេតយាញអបេតយាញចក្រមាឯករាជាហរិសវណ្ណោអញ្ចឹងទៅហោហែទៅទាំងព្រឹកទាំងល្ងាចដល់ល្បីដល់បរិជាញោមកងោកនេះអស្ចារ្យណាស់វើយអញ្ចឹងបរិជាចង់បានមិនដឹងធ្វើម៉េចក៏ហៅគ្នាមកជំនុំទៅថាឲ្យព្រាមបរោហិតអីទៅចាប់ក៏ចាប់អត់បានណាញោមព្រោះកងោកហ្នឹងមានបល័យការពារខ្លួនដល់អញ្ចឹងរកវិធីឃើញមួយមានតែយកកងោកញីទៅតាក់កងោកឈ្មោលអញ្ចឹងណាញោមញាតិញោមវិធីហ្នឹងដូចគេថាងាយមានអ្នកកិច្ចផុតទេណាញោមដល់ទៅពេលហ្នឹងបរិជាយកកងោកញីឲ្យទៅហើក្បែរកងោកព្រះបរមពោធិសត្វហ្នឹងទៅញោមដល់ទៅពេលអាឡ័យតែជាប់ចិត្តជាមួយកងោកញីហ្នឹងញោមដេញតាមវើផ្លិចសោតថ្ងៃហ្នឹងជាប់តាក់បឹបគេចាប់យកទៅបាត់ទៅណាញោមណាអញ្ចឹងអានុភាពនៃធម៌ហ្នឹងខ្លាំងណាស់មែនទេញោមហើយធម៌ហ្នឹងបើញោមចេះធ្វើដំណើរទៅណាមកណាទីចិត្តទីឆ្ងាយសោតទៅសុខចម្រើនរហូតរកស៊ីមានបានតិចតិជុំធម៌ឧត្តេតយាញអបេតយាញហ្នឹងណាញោមណាហ្នឹងការគោរពចំពោះព្រះពុទ្ធពធហ្នឹងហើយសាទវញាតិញោមសាទសពបរោះប្រុសស្រីទាំងឡាយទី3អាត្មាភាពនឹងលើកយកអំពីការគោរពព្រះសង្ឃណាញោមណាញាតិញោមដឹងស្រាប់ហើយនៅក្នុងសម័យកាលបច្ចុប្បន្នសង្គមនេះវាចេះតែជឿនលឿនទៅការដែលបានស្ដាប់ធម៌ហ្នឹងក៏គិតរឹតតែងាយស្រួលទៅមែនទេញោមជួនមិនមកស្ដាប់ផ្ទាល់ចឹងទេញោមស្ដាប់តាមឡាយហ្នឹងក៏បានប៉ុនក៏បានឃើញក៏ជ្រះថ្លាចឹងទៅហើយចំណែកឯសង្គមនឹងមួយទៀតសោតក៏មានផលអវិជ្ជមានដែរបណ្ដាលឲ្យប្រសង់នឹងឯងគេរិះគន់គេនិន្ទានឹងក៏មានចឹងទៅប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាសង្ឃនៅតែជាសង្ឃញោមអញ្ចឹងជាការធ្វើខុសរបស់បុគ្គលនោះបែបណាជាទោសរបស់លោកប៉ុន្តែបើយើងជាឧបាសកឧបាសិកាណាมันមានការគោរពចំពោះព្រះសង្ឃហើយទៅនិន្ទាទៅឈ្នាននេះទៅចំណែនទៅជេរបតិចតើបាបនឹងធ្លាក់មកអ្នកណាញោមធ្លាក់មកយើងដូចពុទ្ធណាញោមគេតាមជេរតាមនិន្ទាពុទ្ធប៉ុន្តែព្រះអង្គឈ្នះដោយការមិនតបតហ្នឹងមិនមែនបានន័យថាព្រះចាញ់ទេប៉ុន្តែព្រះអង្គទ្រង់មាននៅចិត្តមេត្តាមិនតបតជាមួយនឹងបុគ្គលដែលទោសៈឡើយដែលក្រោធខឹងឡើយអញ្ចឹងរមែងសុខរមែងចម្រើនរហូតណាញោមណាអញ្ចឹងបើមានញាតិញោមណាលួចជេរលោកអីលោកមិនតបអីកុំខឹងលោកអានឹងបានបាបយើងវិញណាញោមណាអញ្ចឹងញាតិញោមលើសលួសខ្វះខាតបន្តិចបន្តួចអីយើងកុំមើលអាកំហុសហ្នឹងត្រូវមើលចំពោះគុណសម្បត្តិរបស់ព្រះសង្ឃដូចសាមណេរតូចចឹងញោមលះបង់ផ្ទះលះបង់សម្បែងលះបង់ឪពុកលះបង់ម្ដាយមកបួស
ហើយបើយើងវិញនឹកម្ដាយនឹកឪពុកស្លាប់ហើយមែនទេញោមណាតូចតែមួយហើយមកឡើងនមស្ការព្រឹកឡើងនមស្ការល្ងាចថ្ងៃចូលរៀនយកទំទិញធัวគ្មានពេលសម្រាកទេរៀនចេះព្រះអង្គគ្រូចាតកាវាយទៅទៀតណាអញ្ចឹងញោមមិនស្រួលទេណាញោមណាអញ្ចឹងអាណិតលោកណាញោមណាហ្នឹងហើយទៅមានការគោរពចំពោះព្រះសង្ឃការគោរពព្រះសង្ឃនេះញោមសំបីតែសាមណេរតូចក៏ដោយក៏យើងបានបុណ្យដែរលោកថាការដែលធ្វើទានជាមួយសង្ឃការដែលគោរពជាមួយសង្ឃនេះយើងផ្ដោតទៅលើការគោរពចំពោះសង្ឃរតនៈមិនគោរពចំពោះថាចៅអត្តការឬក៏ភិក្ខុឬក៏សាមណេរតូចសាមណេរធំទេថ្វាយបង្គំគោរពចំពោះសង្ឃរតនៈហើយបើយើងក៏ថ្វាយបង្គំគោរពមិនស្រួលគេថាម៉េចពាក្យបុរាណណាញោមគេថាថ្វាយបង្គំប្រយ័ត្នប៉ះកូនអ្នកស្រុកអាហ្នឹងដោយសារអីជួនទៅយើងអត់គោរពជាមួយសង្ឃទៅផ្អោនទៅលើតែបុគ្គលអញ្ចឹងណាញោមណាហ្នឹងហើយអញ្ចឹងទៅមានការគោរពជាមួយនឹងសង្ឃហ្នឹងឲ្យបានច្រើនកុំទៅនិន្ទាកុំទៅចំណែនកុំទៅឈ្នានេះអីជាមួយព្រះសង្ឃញោមបើយើងចំណែនជាមួយព្រះសង្ឃអញ្ចឹងយើងមកបួសដែរមកមែនទេញោមណាឲ្យប្តីមកបួសដែរមកឲ្យកូនមកបួសដែរមកវត្តចាំតែទទួលតាហើយចង់ដឹងថាអ្នកចំណែនលោកហ្នឹងមកបួសបានប្រហែលថ្ងៃមែនទេញោមញាតិញោមណាសាកមើលជឿហ្នឹងគិតថាលោកបួសស្រួលឥឡូវមករកតែអ្នកស្រួលហ្នឹងតាហ្នឹងមកដល់ភ្លាមដាក់ធម៌មួយថ្ងៃហ្នឹងរៀនតែចប់មកមេធ្វើអ៊ីមីសឥឡូវมันស្រួលទេញោមណាតម្រាំតែបានធម៌សោតធម៌ទេណាមកឲ្យញាតិញោមស្ដាប់ហ្នឹងសួរលោកនេនមិនដឹងថាលោកឆ្លងកាត់បដៅហ្នឹងប្រមាណបដៅហើយណាត្រូវខ្សែភ្លើងហ្នឹងប្រមាណហើយអញ្ចឹងលំបាកណាស់អញ្ចឹងញាតិញោមត្រូវមានការគោរពជាមួយនឹងព្រះសង្ឃលោកឲ្យឈ្មោះថាសង្ឃគាករវតាការគោរពព្រះសង្ឃរមែងបានបុណ្យច្រើនសូមអនុមោទនាអញ្ចឹងបានថាសំខាន់ណាញោមការគោរពព្រះសង្ឃហ្នឹងលើករឿងសង្ខេបបែបខ្លីមួយមកចោះណានៅក្នុងព្រះពុទ្ធសាសនាយើងមានរឿងមួយលោកឲ្យឈ្មោះថាទុដ្ឋកុមារហ្នឹងការដែលកើតជាកូនស្ដេចកូនព្រះរាជាញោមបរោហិតហ្នឹងគេទាយមកថាកុមារហ្នឹងបើសិនណាបើអត់ទឹកប្រកាសជាស្លាប់ហើយដល់ទៅពេលអញ្ចឹងទៅស្ដេចដែលជាឪពុកហ្នឹងកសាងនៅស្រះណាទឹកបោខរណីជុំវិញព្រះបរមរាជវាំងទាំងក្នុងទាំងក្រៅនាផ្លូវបែកជា3ខ្លះផ្លូវបែកជា4ខ្លះគ្រប់កន្លែងទាំងអស់ចាត់ចែងឲ្យសេនាពលហ្នឹងរៀបចំជីកស្រះដើម្បីកុំឲ្យខ្សត់ទឹកដល់សម័យថ្ងៃមួយហ្នឹងណាទុដ្ឋកុមារហ្នឹងចេញទៅកសាខាងក្រៅញោមជួបព្រះបច្ចេកពុទ្ធដល់ជួបព្រះបច្ចេកពុទ្ធបរិវាររបស់ខ្លួននឹងជ្រះថ្លាជ្រះថ្លាដឹងមិនទេញោមនាំគ្នាទៅក្រាបថ្វាយបង្គំព្រះបច្ចេកពុទ្ធប៉ុន្តែទុដ្ឋកុមារហ្នឹងអត់ថ្វាយបង្គំទេចំណែនណាញោមចំណែនជាមួយនឹងព្រះបច្ចេកពុទ្ធហ្នឹងថាមិនបរិវារខ្ញុំទៅគោរពគេអញ្ចឹងសទុះវឹងចុះទៅទាញបាតរបស់ព្រះបច្ចេកពុទ្ធហ្នឹងបោកផាសតិចអស់ហលិញយកជើងជន់ឆ្លីទៅទៀតណាប្រមាថមើលងាយចំពោះព្រះសង្ឃហ្នឹងញោមចំពោះព្រះបច្ចេកពុទ្ធហ្នឹងគាត់ធ្វើឲ្យព្រះបច្ចេកពុទ្ធពេលហ្នឹងថាអ្នកជាបុគ្គលអន្តរាយហើយលោកក៏ហោះវឹងទៅចលងភ្នំបាត់ទៅនៅសល់តែទុដ្ឋកុមារនឹងឯងទុដ្ឋអាមាត្យនឹងទុដ្ឋអាមាត្យនឹងពេលហ្នឹងញោមត្រូវមេឃនឹងក្តៅអន្ទះអន្តែងស្ងួតរីងអស់ទឹកលេងអាស្រះខំជីកទាំងប្រមាហ្នឹងស្ងួតរីងទឹកអស់អត់មានអីមកតំណក់ក្តៅហួតហែងអន្ទះអន្តែងបរោហិតទាយថាកុមារហ្នឹងក៏អត់ទឹកមិនទេញោមស្លាប់ហើយអញ្ចឹងពេលហ្នឹងអត់មានទឹកហូបញោមរីងអស់លេងស្លាប់ដាច់ខ្យល់ពេលហ្នឹងឯងទៅណាញោមណានឹងដោយអីគេដោយអំណាចនៃកម្មការមិនគោរពអញ្ចឹងញាតិញោមយើងត្រូវមានធម្មគោរពការគោរពជាមួយព្រះពុទ្ធក្តីព្រះធម៌ក្តីព្រះសង្ឃក្តីការគោរពជាមួយមេត្តាបិតាយើងក្តី
ក៏ឈ្មោះថាធម្មគោរពដែរសូមអនុមោទនាដាក់បានទេញាតិញោមបានទេបើមិនបានក៏តែប៉ុណ្្នឹងហើយដែរញាតិញោមណាបើចង់ស្ដាប់បន្តទៅទៀតទៅចាំពេលក្រោយទៀតណាប៉ុណ្ណេះសំគួរទៅតាមពេលវេលាហើយជាចុងក្រោយនេះខ្ញុំបកណាអាត្មាភាពក៏មាននៅសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងជាមួយនឹងព្រះអង្គគ្រូដែរតែព្រះអង្គគ្រូលោកបានរៀបចំចាត់ចែងក្នុងពិធីបុណ្យនេះគួរជាទីជ្រះថ្លាណាយ៉ាងក្រៃលែងចំពោះព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទប្រុសស្រីណាចឹងហើយមិនមានអ្វីទេមានតែដេកជះគឺបុណ្យសូមលើកប្រគេនទៅដល់ព្រះអង្គគ្រូព្រះបិតាសង្ឃវត្តពោធិវង្សហៅវត្តត្រពាំងកក់នេះសូមបានសេចក្តីសុខសេចក្តីចម្រើនជានិច្ចនិរន្តរ៍រៀងទៅហងសូមអនុមោទនាម្យ៉ាងវិញទៀតបុណ្យកុសលទាំងឡាយនេះក៏សូមលើកកងការមហាកុសលនេះជូនទៅដល់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយនាមកជនឯកឧត្តមលោកជំទាវដែលបានអញ្ជើញមកត្រង់ត្រាប់ស្ដាប់នៅប្រធមវិសេសទេសនានៅក្នុងវេលាគ្រាឱកាសនេះប្រកបដោយសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងហើយនោះក៏សូមឲ្យបានសម្រេចនៅកុសលផល្លានិសង្ឃសំដូចតែការប្រាថ្នាផងដែរសូមអនុមោទនាអញ្ចឹងហើយសូមឲ្យផលនៃបុណ្យនេះបុណ្យជាគូកប់សំណប់បេះដូងបុណ្យជាគូក្រងឆ្លងវដ្តសង្សារបុណ្យជាមិត្តស្មោះរួមរស់មរណាបុណ្យជាទេវតារក្សាដួងចិត្តបុណ្យជាញាតិបដិសន្ធារៈបុណ្យជាអង្គរៈអ្នកថែជីវិតបុណ្យជាមគ្គទេសវិសេសមែនពិតបុណ្យជាក្រមក្រិតលិខិតឲ្យសុខបុណ្យជាមេស្រូបប្រសោបគុណធម៌បុណ្យជាមេល្អបវរគ្រប់មុខបុណ្យជាសួស្តីជោគជ័យឈ្នះទុក្ខបុណ្យជាប្រមុខឲ្យសុខអម្រិតបុណ្យជាអាចារ្យមានការទូមានបុណ្យជាព្រហ្មទានឆ្លងភពងងឹតបុណ្យជាកែវទឹកលើសទេពនិមិត្តបុណ្យបារមីពិតជីវិតដល់ត្រើយសូមអនុមោទនាសូមឲ្យដេកជានុភាពនៃបុណ្យនេះជួយត្រត្រង់បុគ្គលចាស់ព្រះអង្គគ្រូញោមញាតសំប្រកបជួបតែពុទ្ធពរមង្គលទាំងឡាយពុនប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយអាយ៉ាងកសមតេនៈសមត្តារីប្រធัวទេសនាថ្លាថ្លែងសម្ដែងដល់អង្គខ្ញុំព្រះករុណាអាត្មាភាពកសន្មតចាប់ត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំងសាធុសាធុព្រះគុណណាយឥឡូវចប់ហើយធម៌ទេសនាមួយក្រែនេះសែនមហាអង្គចាមានភ័ព្វក្រៃណាបានមកស្ដាប់អស់អោព្រះគុណអង្គប្រាជ្ញល្បីប្រសពលើកលៃឆ្នៃអត្ថាតួបីនាងល្ងងគង់យើអាបានស្ដាប់ទេសនាពីរួងណាស់មិនគឺសាវៈអង្គឯណាគឺព្រះករុណាទាំងថ្មីថ្មីបញ្ចប់អេវ៉ាំង
សងខែបក្លីបរិស័ទប្រងស្រីស្ដាយណាស់ណាមិនទាន់អងចិត្តនឹងរួមធေါ်បើខាត់អំវមិនហ៊ានថាឃើញនៅព្រះកាយគុណកាំងរណាសូមសាធុការចប់ប៉ុណ្ណឹងអងសូមអនុមោទនា